បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនដែលស្រឡាញ់ខាងវិស័យកសិកម្មហើយនិងជាពិសេសបងប្អូនដែលមានចំការមានក្រអូបហើយកំពុងតែជួបប្រទះនៅជំងឺរួញស្លឹកបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកបទពិសោធន៍ក្នុងការព្យាបាលជំងឺរួញស្លឹកមានក្រអូបបែបហ្នឹងបងប្អូនបាទអញ្ចឹងនៅក្នុងនេះដែរខ្ញុំសូមចែកចំណុច2ធំដើម្បីឲ្យបងប្អូនងាយយល់ក្នុងការយកទៅអនុវត្តបន្ថែមបាទអញ្ចឹងចំណុចទី1ខ្ញុំនឹងប្រាប់ពីប្រភេទថ្នាំដើម្បីយើងយកមកព្យាបាលជំងឺហ្នឹងហើយនឹងមួយទៀតក្នុងការប្រើថ្នាំឲ្យបានត្រូវទៅតាមដំណាក់កាលនីមួយនៅពេលដែលយើងកំពុងតែព្យាបាលបាទបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់ថ្នាំដែលយើងយកមកព្យាបាលចំណុចទី1គឺយើងត្រូវប្រើថ្នាំពុលបាទថ្នាំពុលអញ្ចឹងថ្នាំពុលនេះមាន2មុខបាទ2ប្រភេទទៀតអញ្ចឹងប្រភេទទី1បងប្អូនត្រូវយកថ្នាំពុលដែលហៅថាសម្រាប់សត្វដង្កូវស៊ីរុងដើមហើយនឹងប្រភេទថ្នាំពុលមួយទៀតគឺប្រភេទថ្នាំពុលដែលការពារស្លឹកប្រភេទសត្វចូលចិត្តមកបំផ្លាញត្រួយបាទអញ្ចឹងពីរប្រភេទហ្នឹងបាទអញ្ចឹងមួយទៀតបងប្អូនត្រូវទៅយកថ្នាំដែលគេហៅថាថ្នាំជំងឺអញ្ចឹងបើសារធាតុផ្សំវាដែលពីបទពិសោធន៍ខ្ញុំដែលខ្ញុំយកមកប្រើប្រាស់ហើយព្យាបាលបានជានោះខ្ញុំយកប្រភេទសារធាតុផ្សំដែលគេដាក់មកទៅដាក់ sulfur មានដល់ 80% បាទថ្នាំជំងឺហ្នឹងដែលមានសារធាតុ sulfur ដល់តែ 80% បងប្អូនបាទនិងមួយទៀតយើងយកមកអុយរ៉េទឹកបាទអុយរ៉េទឹកអញ្ចឹងអុយរ៉េទឹកអញ្ចឹងមាន3មុខហ្នឹងបាទអញ្ចឹងនៅក្នុង3មុខហ្នឹងបងប្អូនយើងប្រើដំណាក់កាលទី1ប្រើដំបងពេលដែលយើងកាត់តែងស្លឹករួចដូចជានេះដែលខ្ញុំកំពុងតែបាញ់នេះអញ្ចឹងបងប្អូនត្រូវប្រើថ្នាំ3មុខចូលគ្នាទី1ថ្នាំពុលដែលដង្កូវស៊ីរុងដើមថ្នាំពុលយកថ្នាំដង្កូវស៊ីរុងដើមអត់យកថ្នាំពុលដែលយើងការពារត្រួយនោះទេបាទថ្នាំពុលដង្កូវស៊ីរុងដើមបូកជាមួយនឹងថ្នាំជំងឺមិញហ្នឹងបូកជាមួយនឹងអុយរ៉េទឹកអញ្ចឹងដាក់3មុខហ្នឹងបាញ់ការបាញ់ខ្ញុំបញ្ជាក់បន្ថែមបងប្អូនណាសូមប្រើនេះទៅដើម្បីចំណេញថ្នាំហើយចំណាយថ្នាំតិចយើងបាញ់បានច្រើនដោយសារអីយើងមិនបាញ់ជះស្លឹកដើម្បីយកលឿនទេយើងបាញ់យឺតដែរទេអញ្ចឹងបងប្អូនប្រើប្រភេទធុងដែល meter ទៅបងប្អូនណាបាញ់ចេញជាផ្សែងស្រោចដងដើមឲ្យសប់បាទស្រោចសងដងដើមឲ្យសប់តាំងពីគល់រហូតដល់ស្លឹកដែលយើងកាត់នឹងឲ្យសប់ទៅបងប្អូនបើបងប្អូនប្រើម៉ាស៊ីនខ្ញុំគិតថាវាជះថ្នាំបាញ់ផ្សែងទៅត្រូវដងដើមនឹងតិចទៅហើយវាខុសដើមច្រើនដូចមិនយើងបាញ់ស្លឹកទេចាអញ្ចឹងបើខ្ញុំរីកមិនកន្លែងហ្នឹងបន្ថែមគឺបងប្អូនបាញ់ធុងនេះទៅធុង meter ទៅហើយដាក់ក្បាលនោះទៅគឺសាចល្អទៅហើយបាញ់ឲ្យជោគតាមដើមតាមមែកហ្នឹងទៅបាទអញ្ចឹងក្រោយបាញ់បានចំនួន4ទៅ5ថ្ងៃណាបងប្អូនណា4ទៅ5ថ្ងៃបងប្អូនបាញ់ម្ដងទៀតប្រើថ្នាំនឹង3មុខនឹងដដែលបាទ3មុខដដែលមិញហ្នឹងខ្ញុំបញ្ជាក់3មុខដែលយើងប្រើលើកទី1ហ្នឹងបាញ់ដដែលយកថ្នាំនឹងដែរអញ្ចឹងរយៈពេលទៅ10ថ្ងៃក្រោយឡើងតើយើងសង្កេតមើលថាត្រួយយើងចេញនៅបាទពេលយើងកាត់ហ្នឹងវាចេញត្រួយនៅបើសិនជាមិនទាន់ចេញត្រួយវែងទេបងប្អូនបាញ់3មុខដដែលហ្នឹងជាលើកទី3បាទនៅថ្ងៃទី10បើនិយាយទៅថ្ងៃទី10ឬក៏ថ្ងៃ11 12តាមបងប្អូនតនេហ្នឹងបាទប៉ុណ្្នឹងទៅហើយបងប្អូនបាញ់បាន3ដងហ្នឹងបងប្អូនសម្រាប់រយៈពេលតែ4-5ថ្ងៃត្រួយនឹងចាប់ដើមលាស់ហើយបងប្អូនបាទលាស់ចេញមកខ្ចីលាស់ឲ្យមកអញ្ចឹងបងប្អូនសង្កេតមើលទៅបើមានរួញចុងតិចបើមានមែកខ្លះបងប្អូនអាចកាច់ចោលខ្លះទៅបាទអញ្ចឹងនេះបងប្អូនពេលដែលដំណាក់កាលបន្ទាប់ចេញមកដល់ត្រួយប៉ុណ្ណេះបងប្អូនណាចេញត្រួយប៉ុណ្ណេះនឹងមានណាសត្វអាចនឹងមានមករស់ស៊ីអញ្ចឹងបងប្អូនត្រូវបាញ់ថ្នាំតែ2បានហើយថ្នាំព្យាបាលជំងឺជាមួយនឹងថ្នាំដង្កូវស៊ីត្រួយបងប្អូនណាថ្នាំដង្កូវស៊ីត្រួយអញ្ចឹងអាថ្នាំរុងដើមឈប់បាញ់ហើយអញ្ចឹងបាញ់តែម្ដងនេះទៀតជាលើកទី4ហើយបងប្អូនណាអញ្ចឹងបងប្អូនទុករហូតដល់ស្លឹកចាស់បើស្លឹកចាស់ហើយវាត្រៀមក្នុងការ
ចេញត្រួយថ្មីបងប្អូនធម្មតាស្លឹកចាស់ហើយយើងឃើញចេញថ្មីបងប្អូនបាញ់3មុខថែមវិញមកអុយរ៉េទឹកថ្នាំពុលសត្វតកៅស៊ីរុងដើមជាមួយនឹងអុយរ៉េទឹកបាញ់ជាលើកទី5បាទអញ្ចឹងបងប្អូនបាញ់ជាលើកទី5ហើយនោះបងប្អូននឹងឃើញលទ្ធផលហើយមូលហេតុអីបងប្អូនថាចុះមិនបងក៏បាញ់ច្រើនដងម៉េះឬក៏បាញ់យ៉ាងហ្នឹងមិនពុលជាតិពុលខ្លាំងហើយបងប្អូនត្រូវចាំថានេះក្នុងការព្យាបាលជំងឺមិនមែនគ្រាន់តែបាញ់កុំឲ្យសត្វស៊ីស្លឹកនេះបងប្អូនណាការបាញ់ព្យាបាលជំងឺអញ្ចឹងមិនមែនបាញ់ម្ដងជាបាញ់2ដងជាបើបាញ់ម្ដង2ដងជាមិនដឹងថាល្អប៉ុណ្ណាទេណាខ្ញុំបញ្ជាក់អញ្ចឹងការបាញ់ព្យាបាលជំងឺតើតែបងប្អូនព្យាយាមអត់បាញ់ឲ្យបានច្រើនដងបាទអញ្ចឹងខ្ញុំមានតែវីដេអូបញ្ជាក់ពីការព្យាបាលជំងឺមានតែប៉ុណ្ណឹងអញ្ចឹងជាចុងក្រោយខ្ញុំសូមអរគុណបងប្អូនដែលចូលទស្សនាក្នុងការคลิปវីដេអូខ្ញុំហើយនឹងបងប្អូនដែលចូលចុច Subscribe នៅក្នុង Channel YouTube របស់ខ្ញុំបាទហើយនឹងជាចុងក្រោយបើបងប្អូនគិតថាវីដេអូខ្ញុំនេះល្អឬក៏នេះបងប្អូនសូមជួយមេត្តាជួយចុច Subscribe ណាបាទហ្នឹងហើយដើម្បីបងប្អូនទទួលបានវីដេអូថ្មីពីខ្ញុំបាទទៀតណាសូមអរគុណច្រើនបងប្អូនទាំងអស់គ្នា